ការជូនបន់កូនជាទីស្រឡាញ់កូនត្រូវសិក្សានៅចំណុចនៃការជូនបន់ទាំង5ចំណុចនេះគឺ1ជូនបន់ឧទ្ទិសបន់គឺជាទានមួយយ៉ាងដ៏សំខាន់ចូលក្នុងបត្តិទានទី2ជូនបន់សម្រេចដោយទឹកចិត្តមេត្តាព្រមដោយការយល់ដឹងទី3ត្រូវនឹកប្រាថ្នាឲ្យសពសត្វបានប្រយោជន៍សពពិតទី4ត្រូវនឹកប្រាថ្នាឲ្យសពសត្វបានផុតចាកពីសេចក្តីទុក្ខលំបាកទី5កុំបង្អួតខ្លួនឯងត្រូវប្រាថ្នាឲ្យគេត្រេកអរទទួលនៅបុណ្យកុសលជួយទៅថ្វាយនោះបានណាពុទ្ធតាសុខតាសុខមសុខទេលាពុជា